select នៅលើកន្លែងណាមួយដែលលោកគ្រូចង់ចុចឲ្យចាញ់ calendar ទៅបាទ select មកបាទខ្ញុំ select ចឹងមកបាទហើយបន្ទាប់មកទៀតលោកគ្រូចូលកន្លែង data នេះកន្លែង data អញ្ចឹងអ្នកចូលកន្លែង data នេះចូលមកលោកគ្រូអូសមកខាងក្រោមឃើញពាក្យថា data validation បាទនេះចូល data validation មកបាទចូល data validation ហើយជាទូទៅវានឹងបង្ហាញប្រអប់មួយនៅខាងស្ដាំដៃយើងហើយសូមលោកគ្រូយកពាក្យថា add rule បាទ add rule បាទបន្ទាប់ពី add rule ហើយលោកគ្រូនឹងឃើញពាក្យថា criteria បាទនេះ criteria នេះបាទអញ្ចឹងយើងយកចុចកន្លែងក្បាលព្រួយនេះមកយើងយកពាក្យថា if validate នេះ if validate អញ្ចឹងលោកគ្រូចុចមកបន្ទាប់ពីចុចហើយកន្លែងនេះអាកន្លែង show health tick for select cell ហ្នឹងអានឹងមានន័យថាបើករណីថាគេអត់ខែឆ្នាំចូលឲ្យវាចាញ់បង្ហាញអក្សរឲ្យគេអញ្ចឹងណាអញ្ចឹងកន្លែងនេះយើងមិនបាច់ក៏បានដែរយើងគ្រាន់តែចុចដានមកជាការស្រេចបាទអញ្ចឹងដល់ពេលយើងចុច2ដងទៅវាចាញ់ calendar ឲ្យយើងកន្លែងផ្សេងដូចគ្នាយើងចុច2ដងចាញ់ calendar បាទអញ្ចឹងឧទាហរណ៍ថាខ្ញុំចុចទៅចាញ់ calendar បែបនេះហើយសិស្សឧទាហរណ៍ថាសិស្សយ៉ែមចម្រើនហ្នឹងគាត់កើតនៅថ្ងៃទី1ខែមករាអញ្ចឹងខ្ញុំយកថ្ងៃទី1ខែមករាមកខែ12 2012អញ្ចឹងទៅបាទអញ្ចឹងបើឆ្នាំនេះវាខុសអញ្ចឹងលោកគ្រូគ្រាន់តែចុច2ដងមកម្ដងទៀតមកលុបឆ្នាំនេះមកយើងអាចដាក់ថាដាក់ឆ្នាំដែលត្រឹមត្រូវមកឧទាហរណ៍2010យើងដាក់2010